សូមជម្រាបសួរថ្ងៃនេះយើងបន្តមេរៀន noun phrases clear ដែលមានឋានៈពាក្យជានាម noun phrases គឺសិក្សាអំពី compound nouns និង noun patterns យើងបានបញ្ចប់មេរៀន compound nouns ទាំង10ទម្រង់ដែលយើងអាចប្រើទម្រង់ទាំង10នោះដើម្បីបង្កើតជា clear ដែលមានឋានៈពាក្យជានាមឯ compound nouns ទម្រង់ផ្សេងទៀតគឺជា original compound nouns ជាពាក្យជាក្រុមពាក្យវចនានុក្រមតែម្ដងដែលយើងត្រូវសិក្សាអំពីអត្ថន័យរបស់វានៅក្នុងវចនានុក្រមនៅថ្ងៃនេះយើងនឹងបន្តមេរៀន noun patterns. Noun patterns are samples of phrases in English. Noun patterns គឺជាទម្រង់គំរូរបស់ clear នៅក្នុងភាសាអង់គ្លេស that function as a single part of speech, a noun ដែលមានមុខងារមានឋានៈពាក្យមួយគឺជានាម and that are preceded by a noun ហើយដែលវានាំមុខទៅដោយនាមមួយដូច្នេះ noun patterns គឺជា clear មួយដែលនាំមុខទៅដោយនាមហើយវាមានឋានៈពាក្យជានាម Below are the 5 forms of noun patterns ខាងក្រោមនេះគឺជាទម្រង់ទាំង5របស់ noun patterns គេទម្រង់ទី1 noun pattern 1 noun បូកជាមួយនឹង to infinitive ឬក៏ full infinitive យើងអាចហៅថា to infinitive ក៏បានឬក៏ហៅថា full infinitive ក៏បានទម្រង់ទី2 noun plus preposition plus noun ឬក៏ pronoun នាមបូកជាមួយនឹងធ្នាក់បូកជាមួយនឹងនាមឬក៏សព្វនាមទម្រង់ទី3 noun plus that clause នាមបូកជាមួយនឹង that clause ទម្រង់ទី4 noun plus adjective clause ទម្រង់ទី5 noun plus preposition optional បូកជាមួយ WH word phrase or WH word clause ហើយយើងមាន noun មួយនាមមួយដូច្នេះខាងក្រោយនាមយើងអាចសរសេរបានអ្វីខ្លះទី1យើងអាចសរសេរបាន full infinitive តខាងក្រោយនាមទី2ខាងក្រោយនាមយើងអាចសរសេរ preposition ហើយនឹង noun ឬ pronoun ទី3ខាងក្រោយនាមយើងអាចសរសេរតដោយ that clause ទី4ខាងក្រោយនាមយើងអាចសរសេរតដោយ adjective clause ទី5ខាងក្រោយនាមយើងអាចសរសេរ preposition ដាក់ក៏បានអត់ក៏បានបូកជាមួយនឹង WH word phrase ឬក៏ WH word clause ទាំងអស់នេះគឺជាអ្វីដែលយើងនឹងសិក្សាលម្អិតចំណុចនីមួយៗនៅវីដេអូបន្តអូខេឥឡូវយើងសិក្សា noun pattern ទម្រង់ទី1 noun បូកជាមួយនឹង to infinitive noun pattern 1a from verb noun plus full infinitive or full infinitive phrase full infinitive សំដៅទៅលើកិរិយាសព្ទដែលមាន to នៅពីមុខកិរិយាសព្ទដែលដាក់ to នៅពីមុខគេឲ្យឈ្មោះថា to infinitive ឬក៏ full infinitive មានដូចជា to land ចុះចត to take ទទួលយក to increase ដំឡើង to support ផ្គត់ផ្គង់ to make to become to get កិរិយាសព្ទដាក់ to នៅពីមុខគេហៅថា full infinitive ឬក៏ to infinitive នៅពេលកិរិយាសព្ទនេះមានកម្មបទឬក៏អ្នកពង្រីកន័យនៅពីក្រោយទៀតមក clear ទាំងអស់នេះគេហៅថា full infinitive phrase គឺជា clear ដែលនាំមុខទៅដោយ full infinitive គេឧទាហរណ៍ to take a drug test to increase taxes to support people with disabilities to make a down payment on a flat to become a singer to get a good job ក្រុមពាក្យដែលនាំមុខទៅដោយ full infinitive គេឲ្យឈ្មោះថា full infinitive phrase គេ full infinitive phrase គេ រីឯ noun ដែលคล้ายចេញមកពី verb មានដូចជា permission ការអនុញ្ញាតចេញមកពីកិរិយាសព្ទ permit refusal ការបដិសេធចេញមកពីកិរិយាសព្ទ refuse a decision ការសម្រេចចិត្តកិរិយាសព្ទ decide a promise a plan a dream a desire នាមទាំងអស់នេះគឺអាចបូកជាមួយនឹង full infinitive ឬក៏ full infinitive phrase ដែល full infinitive ឬក៏ full infinitive phrase គឺជា adjunct គឺជាអ្នកបន្ថែមន័យទៅឲ្យនាមគេឧទាហរណ៍ permission to land ការអនុញ្ញាតឲ្យចុះចត refusal to take a drug test ការបដិសេធទទួលយកការធ្វើតេស្តគ្រឿងញៀន a decision to increase taxes ការសម្រេចចិត្តដំឡើងពន្ធ
a promise to support people with disabilities ការសន្យាផ្គត់ផ្គង់ប្រជាជនមានពិការភាព a plan to make a down payment on a flat គម្រោងបង់រំលោះផ្ទះល្វែង a dream to become a singer ក្តីសម័យចង់ក្លាយជាអ្នកចម្រៀង a desire to get a good job ចំណង់ចង់ទទួលបានការងារល្អមួយឥឡូវសូមអានទាំងអស់គ្នាទៅលើការបញ្យល់ In this pattern a full infinitive is used as an adjunct to a noun ក្នុងទម្រង់នេះ full infinitive ត្រូវបានប្រើប្រាស់ជា adjunct ជាអ្នកបន្ថែមន័យទៅឲ្យនាម The noun is identical with a verb that can be used with a full infinitive or gerund នាមគឺមានភាពស្រដៀងគ្នាជាមួយកិរិយាសព្ទដែលអាចប្រើប្រាស់ជាមួយនឹង full infinitive ឬក៏ gerund មានន័យថានាមនេះคล้ายចេញមកពីកិរិយាសព្ទបើកិរិយាសព្ទនោះបូកជាមួយនឹង full infinitive នៅពេលคล้ายជានាមក៏អាចបូកជាមួយ full infinitive ដូចគ្នាអូខេឥឡូវយើងយក noun patterns ទម្រង់ទី1នេះយកមកប្រើប្រាស់នៅក្នុងប្រយោគដែលមានន័យពេញលេញឧទាហរណ៍ examples She made a promise to visit me once a month នាងបានធ្វើការសន្យាសួរសុខទុក្ខខ្ញុំមួយដងក្នុងមួយខែ His refusal to pay the fine ការបដិសេធរបស់គាត់បង់ប្រាក់ពិន័យ got him into even more trouble បាននាំឲ្យគាត់ធ្លាក់ចូលទៅក្នុងបញ្ហាកាន់តែច្រើនជាងមុន There's no need to cry មិនចាំបាច់យំទេ She expressed a wish to be alone នាងបានបង្ហាញការចង់នៅម្នាក់ឯង There are no plans to build new offices មិនមានគម្រោងសាងសង់ការិយាល័យថ្មីនោះទេ Do you have a plan to buy a car អ្នកមានគម្រោងទិញឡានឬទេ They made no attempt to escape ពួកគេមិនមានបំណងគេចវេះនោះទេ She refused to discuss her decision to resign នាងបានបដិសេធពិភាក្សាការសម្រេចចិត្តរបស់នាងលាលែងពីតំណែង He announced his intention to change his name to Jack Sidon គាត់បានប្រកាសបំណងរបស់គាត់ផ្លាស់ប្ដូរឈ្មោះរបស់គាត់ទៅជាឈ្មោះ Jack Sidon Annie has no desire to cause any trouble Annie មិនចង់បង្កបញ្ហាណាមួយនោះទេខាងក្រោមនេះគឺជានាមដែលអាចសរសេរបូកជាមួយនឹង full infinitive បានថា nouns follow by the two infinitive មានដូចជា ability to do something សមត្ថភាពធ្វើអ្វីមួយ advice to do something ដំបូន្មានធ្វើអ្វីមួយ agreement to do something ការឯកភាពធ្វើអ្វីមួយ ambition to do something មហិច្ឆតាធ្វើអ្វីមួយ anxiety to do something អន្ទះសារភាពអន្ទះសារធ្វើអ្វីមួយ appeal to do something ការអំពាវនាវធ្វើអ្វីមួយ arrangement to do something ការរៀបចំធ្វើអ្វីមួយ attempt to do something ការប៉ុនប៉ងធ្វើអ្វីមួយ chance to do something ឱកាសធ្វើអ្វីមួយ choice to do something ជម្រើសធ្វើអ្វីមួយ decision to do something ការសម្រេចចិត្តធ្វើអ្វីមួយ demand to do something ការទាមទារធ្វើអ្វីមួយ desire to do something ចំណង់ចង់ធ្វើអ្វីមួយ determination to do something ការបដិញ្ញាធ្វើអ្វីមួយការបដិញ្ញាចិត្តធ្វើអ្វីមួយ dream to do something ក្តីសម័យធ្វើអ្វីមួយ eagerness to do something ចិត្តចង់ធ្វើអ្វីមួយ failure to do something បរាជ័យធ្វើអ្វីមួយ goal to do something គោលដៅធ្វើអ្វីមួយ intention to do something បំណងធ្វើអ្វីមួយ motivation to do something ការជំរុញធ្វើអ្វីមួយ need to do something តម្រូវការធ្វើអ្វីមួយ offer to do something ឆន្ទៈជួយធ្វើអ្វីមួយ opportunity to do something ឱកាសធ្វើអ្វីមួយ order to do something ការបញ្ជាធ្វើអ្វីមួយ permission to do something ការអនុញ្ញាតធ្វើអ្វីមួយ plan to do something ផែនការធ្វើអ្វីមួយ preparation
preparation to do something ការរៀបចំធ្វើអ្វីមួយការរៀបចំធ្វើអ្វីមួយ promise to do something ការសន្យាធ្វើអ្វីមួយ proposal to do something ការស្នើធ្វើអ្វីមួយ recommendation to do something ការផ្ដល់អនុសាសន៍ធ្វើអ្វីមួយការផ្ដល់អនុសាសន៍ធ្វើអ្វីមួយ refusal to do something ការបដិសេធធ្វើអ្វីមួយ reluctance to do something ភាពស្ទាក់ស្ទើរធ្វើអ្វីមួយ reminder to do something ការរំលឹកធ្វើអ្វីមួយ request to do something ការសំណូមពរធ្វើអ្វីមួយ requirement to do something តម្រូវការធ្វើអ្វីមួយ suggestion to do something ការផ្ដល់យោបល់ធ្វើអ្វីមួយ tendency to do something ភាពទន់ទន់ធ្វើអ្វីមួយ way to do something មធ្យោបាយធ្វើអ្វីមួយ willingness to do something ឆន្ទៈធ្វើអ្វីមួយ wish to do something បំណងប្រាថ្នាធ្វើអ្វីមួយនាមទាំងអស់នេះគឺចេញមកពីកិច្ចសព្ទដែលអាចប្រើជាមួយនឹង full infinitive នៅខាងក្រោយបានប៉ុន្តែពាក្យដែលចុចនេះគឺជានាមដែលខ្លាយចេញមកពីគុណនាមអូខេយើងនឹងសិក្សាអត្ថន័យ noun pattern 1B នៅក្នុងវីដេអូបន្ទាប់ទៀតអូខេសូមអរគុណ